ជាបឋមខ្ញុំប្រកាសណាសូមអនកាយថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតនិងនមស្ការចំពោះកណ្ណាគុណម្ចាស់គ្រប់ព្រះអង្គហើយនឹងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងឡាយទាំងក្នុងក្រៅប្រទេសនេះជាព្រះវិហារនាវត្តអញ្ចាញស្ថិតនៅឃុំមុសីក្រោកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបងកំពុងជួសជុលព្រះវិហារថ្មីបងជួសជុលព្រះវិហារនេះគឺមានយូរកាលណាស់មកហើយបងព្រះវិហារនេះគឺយូរណាស់មកហើយបងយូរឆ្នាំណាស់មកហើយក៏មានការត្រុតត្រោមអញ្ចឹងទៅក៏យើងជួសជុលបងជួសជុលសាថ្មីអញ្ចឹងទៅយ៉ាងណាមិញដូចមនុស្សយើងដែរបងមនុស្សយើងកែថាមានអាយុកាន់តែចាស់ហើយគឺកាន់តែតរុនតរាអញ្ចឹងទៅឈឺជើងឈឺដៃអញ្ចឹងទៅព្រះវិហារយើងយ៉ាងណាមិញក៏ដូចគ្នាដែរបងក៏មានយូរឆ្នាំទៅក៏មានសំណង់ចាស់អញ្ចឹងទៅនេះញាតិញោមទៅតែយើងទៅបានដំឡើងសុំពួយបងទៅបានសុំពួយទេគឺនៅខ្វះបង្អួចនេះជាទស្សនភាពនៅខាងក្រៅបងជើងសហ្នឹងគឺយើងដូរអស់8ជើងទៅសបងខាងក្រៅហ្នឹងដោយសារតែវាចាស់ទៅដោយសារតែវាចាស់ទៅវាប្រេះស្នាមបងប្រេះនេះតាមគីនេះឯងប្រេះស្នាមទៅយើងត្រូវតែដំឡើងដូចជើងសថ្មីបងញាតិញោមទស្សនាបងនេះយើងដំឡើងជើងសថ្មីអញ្ចឹងទៅនេះទស្សនភាពខាងក្រៅបងខាងក្រៅក៏យើងមានការនេះដែរបងចាស់ដែរស៊ីម៉ង់ការចាស់ទៅក៏មានការប្រេះស្នាមអញ្ចឹងទៅនេះខាងក្រៅបងញាតិញោមទស្សនភាពខាងក្រៅក៏ដូចខាងក្នុងដែរបងក៏ដូចខាងក្នុងដែរចឹងព្រះអង្គដែលគង់សិក្សារៀនសូត្រក្នុងវត្តអញ្ចាញយើងនេះគឺមានរហូតដល់80ព្រះអង្គជាងបង80ព្រះអង្គជាងហើយបញ្ជូនចេញទៅរៀននៅប្រទេសក្រៅក៏មានច្រើនដែរបងនេះព្រះវិហារនេះគឺជាជំរកជំនុំសង្ឃបណ្ដោយញាតិញោមតែជំនុំសង្ឃបណ្ដោយហើយនេះជាទស្សនភាពខាងក្រៅនោះជាសាលារៀនពុទ្ធកៈបងនោះពុទ្ធកៈធម្មសិក្សាវលីរោងអញ្ចឹងទៅមានត្រីតោឯកអញ្ចឹងទៅញាតិញោមសង្ឃគង់សិក្សារៀនសូត្រនេះជាទស្សនភាពទីឃ្លាវត្តអារាមបងញាតិញោមនេះព្រះវិហារយើងដូរទាំងខាងគឺខាងលើដែរបងខាងលើក៏យើងដូរនៅដំបូលដែរបងញាតិញោមដូរនៅដំបូលថ្មីគឺផ្លាស់ក្បឿងថ្មីទៅព្រោះឈើហ្នឹងវាចាស់ហើយទៅក៏មានការធ្លាក់ក្បឿងមកអញ្ចឹងទៅញាតិញោមធ្លាក់ក្បឿងមកក៏ត្រូវកណាគុណម្ចាស់ព្រះអង្គខាងក្រោមអញ្ចឹងទៅយើងសម្រេចចិត្តថាដូរជួសជុលដំឡើងថ្មីអញ្ចឹងទៅញាតិញោម